និទានរឿងខ្មែររឿងរ៉ាវប្លែកៗនៅកណ្ដាលអាកាសតែងតែធ្វើឲ្យយើងព្រឺឆ្អឹងខ្នងព្រោះថានៅលើនោះយើងគ្មានផ្លូវរត់ទៅណាឡើយនេះគឺជាសាច់រឿងរន្ធត់ដែលនិយាយពីបុរសម្នាក់ដែលកំពុងនៅលើយន្តហោះរឿងកៅអីខ្មោចយប់នោះជាជើងហោះហើរចុងក្រោយពីទីក្រុងបាងកកឆ្ពោះទៅកាន់ក្រុងភ្នំពេញជើងហោះហើរលេខ404មេឃខាងក្រោយខ្មៅងងឹតស្លុបអមដោយផ្លាយបន្ទោឆ្មានៅចម្ងាយវិសាលដែលជាអ្នកដំណើរម្នាក់អង្គុយនៅកៅអីលេខ 13A បានព្យាយាមបិទភ្នែកសម្រាកព្រោះយន្តហោះមិនសូវមានមនុស្សច្រើនទេជួរកៅអីក្បែរគាត់គឺទំនេរទាំងអស់ខណៈដែលវិសាលហៀបនឹងលងលក់ស្រាប់តែគាត់មានអារម្មណ៍ថាមានខ្យល់ត្រជាក់ស្រេបបក់មកប៉ះកញ្ចង់កគាត់ភ្ញាក់ព្រឺតរួចងាកទៅមើលបង្អោចនៅលើកញ្ចក់បង្អោចដែលឆ្លុះចេញពីពន្លឺខ្សោយជ្រុងយន្តហោះគាត់បានឃើញស្រមោលមុខមនុស្សស្រីម្នាក់កំពុងសម្លឹងមកគាត់ពីខាងក្រៅយន្តហោះជួយខ្ញុំផងសំឡេងខ្សឹបខ្សៀវស្អកហាក់ដូចទីមកពីកន្លែងណាមួយដ៏ឆ្ងាយវិសាលបិទភ្នែកចិត្តរួចបើកមកវិញស្រមោលនោះបាត់ទៅហើយគាត់គិតថាប្រហែលជាគាត់ស្រវាំងភ្នែកដោយសារហត់នឿយពេកបន្តិចក្រោយមកវិសាលបានឮសំឡេងក្រាក់កៅអីនៃជួរខាងមុខគាត់ដែលពីមុនទំនេរស្រាប់តែងាកចុះមកក្រោមយឺតដូចជាមានមនុស្សកំពុងផ្អែកខ្នងគាត់អាចមើលប៉ុន្តែគ្មានមនុស្សអង្គុយឡើយស្រាប់តែមានដៃស្គមស្គៀងស្បែកស្លេកស្លាំងនិងមានឈាមតាមក្រចែកលូកចេញពីចន្លោះកៅអីនោះមកចាប់កប្ដៃវិសាលជាប់វិសាលស្រែកចង់បែកបំពង់កតែគ្មានសំឡេងចេញមកក្រៅឡើយដៃនោះត្រជាក់ដូចទឹកកកវិសាលប្រឹងរើបំរាស់រហូតដៃនោះរលាយបាត់ទៅក្នុងខ្យល់គាត់ប្រញាប់ចុចប៊ូតុងហៅបុគ្គលិកយន្តហោះនារីបម្រើលើយន្តហោះម្នាក់ដើរមកដោយស្នាមញញឹមរឹងវិសាលកញ្ញាមានរឿងប្លែកៗកាត់ឡើងនៅកៅអីខាងមុខខ្ញុំនារីបម្រើលើយន្តហោះសម្លឹងមើលកៅអីនោះរួចនិយាយទាំងសំឡេងត្រជាក់អូសុំទោសលោកភ្ញៀវនៅកៅអីនេះទើបតែស្លាប់ដោយសារខ្យល់កកាលពីជើងហោះហើរសាមុនយើងមិនទាន់បានដេញព្រលឹងគាត់ចេញនៅឡើយទេនិយាយចប់មុខរបស់នារីបម្រើលើយន្តហោះនោះក៏ចាប់ផ្ដើមប្រេះស្រកានិងហូរឈាមតាមភ្នែករួចនាងសើចកឹកអឹកពេញកាប៊ីនយន្តហោះដែលកំពុងតែរញ្ជួយខ្លាំងភ្លើងក្នុងយន្តហោះចាប់ផ្ដើមភ្លិបភ្លែករួចរលត់ងងឹតឈឹងសូមអ្នកដំណើរទាំងអស់រៀបចំខ្លួនចុះតាតសំឡេងប្រកាសបានបន្លឺឡើងវិសាភ្ញាក់ព្រឺតដកដង្ហើមហត់ដូចគោគាត់មើលជុំវិញឃើញគ្រប់យ៉ាងធម្មតាវិញទាំងអស់គាត់ដកដង្ហើមធំដោយក្តីធូរស្រឡះថាវាគ្រាន់តែជាសុបិនប៉ុន្តែនៅពេលគាត់ងាកទៅមើលកញ្ចក់បង្អោចម្ដងទៀតគាត់បានឃើញស្នាមប្រឡាក់ឈាមជារូបរាងដៃមនុស្សជាប់នៅលើកញ្ចក់និងក្រដាសមួយសន្លឹកសរសេរថាយើងនឹងជួបគ្នានៅខាងក្រោមយន្តហោះបានចុះតាតដាល់ដីដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិសាលប្រញាប់ប្រញាល់ងើបដើរចេញពីកៅអីទាំងខ្លួនញ័រទៅត្រើតគាត់មិនហ៊ានសួរបីតែងាកក្រោយមើលកៅអីលេខ 13A នោះវិញឡើយអ្វីដែលគាត់ចង់បានបំផុតនៅពេលនេះគឺការចេញឲ្យផុតពីយន្តហោះចង្រៃមួយនេះខណៈពេលដើរតាមផ្លូវកញ្ចក់ចូលទៅកាន់អគារអ្នកដំណើរវិសាលមានអារម្មណ៍ថាភាពត្រជាក់នោះនៅតែតាមជាប់ពីខ្នងគាត់ជានិច្ចគាត់ងាកទៅមើលក្នុងចំណោមអ្នកដំណើរផ្សេងទៀតគ្រប់យ៉ាងហាក់ដូចជាធម្មតាប៉ុន្តែនៅពេលគាត់សម្លឹងទៅក្នុងកញ្ចក់ឆ្លុះតាមជញ្ជាំងគាត់ស្រាប់តែឃើញស្រីម្នាក់ស្លៀកឈុតនារីបម្រើលើយន្តហោះដើរអំពីគាត់យ៉ាងគៀបបំផុតនាងមិនបានដើរដោយជើងទេគឺនាងអណ្ដើតយឺតហើយក្បាលរបស់នាងងាកមកមើលគាត់ក្នុងមុំ180ដឺក្រេបង្វិលមកក្រោយទាំងស្នាមញញឹមមាត់រហែកដល់ត្រចៀកដោយសារអារម្មណ៍ភ័យខ្លាំងពេកវិសាលក៏ចូលទៅក្នុងបន្ទប់ទឹកអំវៃលុបមុខឲ្យស្រឡះនៅពេលដែលគាត់កំពុងអោនលុបមុខសំឡេងទឹកហូរស្រាប់តែប្រែជាស្ងាត់ឈឹងគាត់ងើបមុខឡើងសម្លឹងកញ្ចក់នៅលើកញ្ចក់មានអក្សរសរសេរដោយឈាមថា
ឯងបានសន្យាថានឹងជួយយើងវិសាលស្រែកខ្លាំងៗខ្ញុំសន្យាពីពេលណាខ្ញុំមិនដែលស្គាល់នាងទេស្រាប់តែភ្លើងក្នុងបន្ទប់ទឹកបិទបើករួចសំឡេងខ្សឹបបន្លឺឡើងក្បែរត្រចៀកកៅអីលេខ13ញាក់អង្គុយកៅអីនោះត្រូវតែបដូរជីវិតជំនួសយើងវិសាលប្រញាប់រត់ចេញមកខាងក្រៅរួចក៏ជួបនឹងសន្តិសុខម្នាក់គាត់ប្រាប់សន្តិសុខទាំងស្លាន់លោអំពីហេតុការណ៍ដែលកើតឡើងសន្តិសុខនោះសម្លឹងមើលមុខវិបុលដោយភ្នែកស្រងួតស្រងាត់រួចនិយាយថាលោកម្ចាស់យានហោះជើងហោះហើរលេខ404ដែលលោកទើបតែចុះមកនេះវាបានធ្លាក់បាត់ដានក្នុងសមុទ្រតាំងពី2ម៉ោងមុនបាត់ទៅហើយគ្មានអ្នកដំណើរណាម្នាក់រស់រានមានជីវិតទេសន្តិសុខនោះគឺវិញ្ញាណវិបុលផាំងស្មារតីគាត់អោនមើលដៃខ្លួនឯងដៃរបស់គាត់ចាប់ផ្ដើមប្រែជាស្លេកនិងមានដំបៅរលួយនៅពេលគាត់មើលទៅក្នុងកញ្ចក់មាត់ទ្វារម្ដងទៀតអ្វីដែលគាត់ឃើញមិនមែនជាមនុស្សរស់ទេប៉ុន្តែគឺវិញ្ញាណខ្មោចដែលបាក់ដៃបាក់ជើងឈរនៅកណ្ដាលអាកាសយានដ្ឋានដ៏ស្ងាត់ឆ្ងាំវិញ្ញាណរបស់វិសាលនៅតែវាលវល់នៅក្នុងព្រលានយន្តហោះដែលពោពេញទៅដោយផ្សែងអប់គាត់ឃើញខ្លួនឯងអង្គុយនៅកៅអីរងចាំប៉ុន្តែអ្នកដំណើរផ្សេងទៀតដើរឆ្លងខ្លួនគាត់ដូចជាខ្យល់ក្នុងចំណោមមនុស្សរាប់រយនាក់មានបុរសចំណេះម្នាក់ស្លៀកឈុតសដៃកាន់ខ្សែអង្កាមនិងឈើច្រត់ក្បាលនាគដើរត្រឹមរង់មករកគាត់នោះគឺគ្រូសីលមេខាគ្រូមេខាឈប់ឈរនៅចំពោះមុខវិសាលរួចសូត្រមន្តតិចស្រាប់តែវិសាលមានអារម្មណ៍ថាខ្លួនគាត់មានទម្ងន់ឡើងវិញវិសាលយំសោកលោកគ្រូជួយខ្ញុំផងខ្មោចស្រីនោះប្រាប់ខ្ញុំថាខ្ញុំត្រូវបដូរជីវិតជំនួសនាងគ្រូមេខាក្រឡេកទៅមើលខាងក្រោយវិសាលឃើញវិញ្ញាណខ្មោចស្រីអ្នកបម្រើលើយន្តហោះនោះកំពុងជន់ស្រមោលវិសាលជាប់ភ្នែករបស់នាងក្រហមច្រាលដូចឈាមគ្រូមេខាបានបញ្យល់វិសាលថាកាលពីច្រើនឆ្នាំមុនអ្នកបម្រើម្នាក់នេះបានស្លាប់ដោយអយុត្តិធម៌ហើយនាងបានដាក់បណ្ដាសាលើកៅអីលេខ 13A នរណាគេដែលអង្គុយលើកៅអីនោះក្នុងថ្ងៃខួបកំណើតរបស់នាងនឹងត្រូវក្លាយជាភ្នាក់ងារនាំសារដើម្បីបន្តជីវិតឲ្យព្រលឹងនាងមានអំណាចឈប់ទៅវត្តសង្សារមិនមែនជាកន្លែងសម្រាប់សងសឹកឡើយគ្រូមេខាសូត្រមន្តរួចក្រវីឈើច្រត់បង្កើតជាពន្លឺពណ៌មាសព័ទ្ធជុំវិញវិសាលខ្មោចស្រីនោះស្រែកលាន់ឮពេញព្រលានយន្តហោះឮតែក្នុងពិភពវិញ្ញាណនាងស្ទុះមកបំរុងគែកភ្នែកវិសាលប៉ុន្តែត្រីកម្លាំងសីរុញច្រានចេញគ្រូមេខាបានយកទុកមុនដែលប្រសិទ្ធរួចហើយចាក់ស្រោចលើស្រមោលវិញ្ញាណនារីបម្រើម្នាក់នោះគ្រូមេខាថាចូលអហោសិកម្មឲ្យគ្នាទៅវិសាលឯងមិនចោទកម្មអ្វីជាមួយនាងទៀតទេចូលទៅតាមផ្លូវស្អាតស្អំចុះពន្លឺពណ៌សមួយបានជះមកពីលើមេឃរូបរាងដ៏គួរឲ្យខ្លាចរបស់ខ្មោចស្រីនោះក៏ប្រែជាទន់ភ្លែនវិញនាងសម្លឹងមើលវិសាលដោយកែវភ្នែកស្រទុំរួចរលាយបាត់ទៅក្នុងពន្លឺវិសាលមានអារម្មណ៍ថាខ្លួនស្រាលដោយសម្លៃគាត់លើកដៃសំពះលាលោកគ្រូរួចដើរចូលទៅក្នុងពន្លឺនោះយឺតព្រឹកឡើងនៅមាត់សមុទ្រកងកម្លាំងសង្គ្រោះបានរកឃើញសាកសពវិសាដែលអណ្ដើតមកទើលើមាត់ឆ្នេរអ្វីដែលចម្លែកគឺនៅលើមុខរបស់គាត់មានស្នាមញញឹមយ៉ាងស្ងប់សុខបង្ខុតខុសពីជនរងគ្រោះដទៃទៀតចាប់ពីថ្ងៃនោះមកគេមិនដែលឮរឿងរ៉ាវតាក់ទងនឹងយន្តហោះខ្មោចលេខ404ទៀតឡើយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលស្ដាប់ការនិទានរឿងកៅអីខ្មោចតាំងពីដើមរហូតដល់ចប់សូមជួយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានរឿងខ្មោចបន្តទៀត